រឿងត្បូងបណ្ដាលត្រចៀកទៅកាលពីព្រេងនេះមានត្បូងភ្លឺស្អាតម្យ៉ាងតាំងជាប់ក្នុងកន្លៀតថ្មដែលគ្មានអ្នកណាដឹងទេហើយត្បូងនោះជាត្បូងដែលអាចនាំឲ្យមនុស្សសត្វមានត្រចៀកស្ដាប់ឮបានចម្ងាយដល់ឆ្ងាយផងដែរអ្នកបងស្វាខ្ញុំស្អប់អាសត្វកញ្ជ្រោងនោះណាស់ល្បិចច្រើនមែនទែនកាលណាខ្ញុំបេះផ្លែឈើបានណាវាតែងតែបោកខ្ញុំរហូតនឹងអើយកញ្ជ្រោងនោះមែនទេខ្ញុំក៏ស្អប់វាដែរវានោះល្បិចច្រើនហើយក៏ប្រកែបោកខ្ញុំយកទឹកឃ្មុំដែលខ្ញុំខំរកបានទៀតអ្នកបងស្វាឮថាវាកំពុងតែទៅរកចាប់ត្រីជាប់មាត់អូមែនទេបើបែបនោះពួកយើងគិតអង្គុយនិយាយដើមអណាណីទៅអើយដាក់មកខ្ញុំជូរមាត់ណាស់និយាយអណាណីទៅមើលណែថ្ងៃមុនណាឮថាកញ្ជ្រោងនោះលងស្នេហ៍នាងសេកទៀតផងមិនក៏អីអ្នកបងតើសុំស្នេហ៍បានសម្រេចទេមិនសម្រេចទេវាជាកញ្ជ្រោងមុខមិនស្អាតច្រមុះស្រួចគូតវែងក៏ទុយសុទ្ធតែចៃអ្នកណាក៏យកនោះនឹកឡើងកាលណាអស់សំណើចតែម្ដងមកយ៉ាងទៀតដំណើរតិចទូតដូចជាជុះអាចមិនចេញអញ្ចឹងកុំថាឡើយសេកក៏ជ្រងគ្នាឯងហ្នឹងក៏គេមិនទាំងយកផងអើយចាមិនតន់អស់ទេណាបើសំលេងវិញណាស្អកផងក៏ងួផងស្ដាប់មិនចូលទៅជាអីបន្តិចសោះតែមកអួតថាខ្លួនឯងច្រៀងយ៉ាងពិរោះផងទៀតអូយដល់ម្លងផងមែនទេមិនមើលប្រានសោះណែលបងជួនកាលណាដើរចិត្តស្អុយនោះស្អុយបែបមិនដែលងូតទឹកទេមកទៅនោះអើយបើខ្ញុំវិញណាទោះថាខ្ញុំនេះនៅលើចុងឈើតែខ្ញុំងូតទឹកជាប្រចាំមិនដូចជាកញ្ជ្រោងនោះទេខ្ជិលអញ្ចឹងតើបានជាគ្មានអ្នកណាស្រឡាញ់នោះព្រះអើយនាងស្វានេះក៏ប្រកែកអួតដែរមុខក្រក់មាត់ស្រួចគូតជាប់តែថាខ្លួនឯងស្អាតតកោតដែរអើយអ្នកបងគិតអីហ្នឹងអូគ្មានអីទេខ្ញុំគ្រាន់តែចង់និយាយថាមុខអ្នកបងស្វាឯងក៏ហោមដូចផ្កាឈូកនេះអ្នកបងទៅពេញកមុំមែនទេអើយចេះតែនិយាយហើយខ្ញុំកមុំចាស់ទេអើយតែមិនចម្លែកឡើយខ្ញុំនៅក្មេងហើយស្អាតច្រឡំថាជាកមុំគឺជារឿងធម្មតាទេអូយស៊ីចូលណាស់ណោះបើគុំតែចដៃគូនិយាយដើមគេទេកុំអុយឌៀលឲ្យណានៃម្ដងហើយនាងស្វាចំគូតអើយកញ្ជ្រងផងដែរវានៅក្បែរនោះតែវាស្ដាប់មិនឮទេវាឆ្ងល់ណាស់ថាដំរីនិងស្វាកំពុងតែនិយាយពីអីគិតហើយវាក៏បានដើរចូលទៅតើអ្នកបងទាំងពីរកំពុងតែនិយាយគ្នាពីរឿងអីហ្នឹងដូចជាសប្បាយចិត្តដល់ហើយណោះអូចាបងកញ្ជ្រោងអូហូមើលចោះរឿងឡើងសង្ហាណោះខ្ញុំស្មានថាកញ្ជ្រោងទេវតាចោះមកលេងឋានកណ្ដាលតើអើយមែនហើយមើលចោះអង្អាចណាស់សំជាសត្វឲ្យគេល្បីថាឆ្លាតមែនក៏អីតែទឹកមុខមុននេះដូចជាមិននិយាយអញ្ចឹងសោះអ្នកបងទាំងពីរនិយាយដើមខ្ញុំទេដឹងអូយគ្មានទេលោកបងអើយខ្ញុំក៏មិនបាននិយាយអ្វីដែរក្រៅពីការសរសើរប៉ុណ្ណោះនោះអូមែនហើយខ្ញុំដូចជាមិនតាន់រកអីឆីទេខ្ញុំទៅមុនហើយណាអ្នកបងមិននៅជជែកគ្នាសិនទេអីអើយអត់ទេខ្ញុំប្រញាប់ណាស់ថ្ងៃក្រោយចាំមកលេងទៀតខ្ញុំលាហើយចាអ្នកបងស្អែកជួបគ្នាអូយយីមុននេះអ្នកបងអើយខ្ញុំកំពុងតែឆ្ងាញ់ផងពួកអ្នកបងត្រូវរើគ្នាល្អណាស់ណោះចាមែនហើយត្រូវហើយលោកបងមុននេះអ្នកបងស្វានិយាយពីលោកបងច្រើនណាស់តែនិយាយបែបណាទៅអ្នកបងនិយាយមកមើលលោកបងមិនសុំក៏ខ្ញុំនិយាយដែរអ្នកបងស្វានេះណាមិនល្អទេព្រោះអ្នកបងស្វាដៀលបងច្រើនពេកណាស់តើដៀលបែបណាទៅអ្នកបងថាលោកបងមុខស្រួចស្អុយខ្លួនគ្មានអ្នកស្រឡាញ់មាត់ដាច់ល្បិចច្រើននឹងមិនគោរពអ្នកណាទេហើយសំលេងវិញមិនពិរោះសោះភាសាគំរោះគំរើយថែមទៀតផងនេះអ្នកបងស្វាពិតជានិយាយបែបនេះមែនក៏អីគឺមែនហើយលោកបងកុំខឹងអីណាហើយកុំនិយាយថាខ្ញុំប្រាប់ឲ្យសោះនោះខ្ញុំខ្លាចអ្នកបងស្វាខឹងនឹងខ្ញុំបើមិនចង់ឲ្យខឹងតើអ្នកបងនិយាយប្រាប់ខ្ញុំធ្វើអីចុះព្រោះខ្ញុំស្រឡាញ់រាប់អានបងនឹងហើយទៅយករឿងដែលអ្នកណានិយាយមិនល្អពីបងប្រាប់បងនឹងណាខ្ញុំតែងតែមានទឹកចិត្តបែបនេះហើយខ្ញុំយល់ហើយខ្ញុំលាហើយណាអរគុណដែលទឹកចិត្តដ៏ល្អមួយនេះចាលោកបង កញ្ជ្រងក៏ខឹងតែវាខំទប់ចិត្តរួចក៏បានវិលទៅវិញលុះដើរបានបន្តិចក៏បានជួបនឹងនាងស្វាជាថ្មី
អើយលបងឈប់សិនខ្ញុំមានរឿងចង់ប្រាប់ រឿងអីដែរអ្នកបង ឃើញលបងស្លូតចិត្តល្អខ្ញុំសុំប្រាប់រឿងមួយចោះមុននេះណាដំរីនិយាយដើមបងច្រើនណាស់ តើនិយាយថាម៉េចទៅ គឺដំរីវាថាបងខ្លួនស្គមក៏តុយសុទ្ធតែចៃហើយក្បាលទៅពេកផោមក៏ស្អុយទៀតហើយក៏មិនដែរគោរពគេដែរជាពិសេសគឺបកកាយល្បិចបោកចូលចំណីពីគេគ្រប់គ្នាតែម្ដង លើបែបនោះហើយកញ្ជ្រោងក៏បានគិតថា តាមពិតទៅសត្វទាំងពីរនេះគ្មាននរណាមួយល្អទេបកែអេកអូចណាស់ អើយលបងកើតអីដែរទេកុំខឹងណា អត់ទេបានហើយអ្នកបងខ្ញុំមិនចង់ស្ដាប់ទេណាខ្ញុំលាសិនហើយ ចាលបងកុំខឹងអីណាខ្ញុំនិយាយតែពាក្យពិតទេ ខ្ញុំមិនខឹងទេអ្នកបងខ្ញុំអរគុណចំពោះការប្រាប់មួយនេះអ្នកបងពិតជាមានទឹកចិត្តល្អមែន ចា កញ្ជ្រោងឮហើយវាក៏បានដើរចេញទៅចំណែកឯស្វាវិញនោះក៏បាននិយាយម្នាក់ឯងថា គេនិយាយការពិតធ្វើឯងទ្រាំមិនបាន ហើយមើលទៅសត្វពីរក្បាលនេះពិតជាមិនគួរឲ្យរាប់អានមែនចាក់ចុចចាក់រុកនៅពីមុខប៉ុណ្ណឹងទៅហើយរួចចុះតម្រាំពីក្រោយមិនហុយដីទៅហើយទេអី កញ្ជ្រោងក្រោយដឹងរឿងពីសត្វទាំងពីរហើយនោះក៏បានចាក់ចេញទៅទាំងហួសចិត្តលុះធ្វើដំណើរបាត់បន្តិចវាក៏បានជួបរឿងមួយ ហេតើនោះជាពន្លឺស្អីអីក៏ស្អាតម្លេះ កញ្ជ្រោងកាត់ក្តីចម្ងល់ហេតុនេះចូលកាន់តែគៀកលុះសម្គាល់ដឹងថាជាត្បូងហើយកញ្ជ្រោងក៏បានបន្តនិយាយថា ជាត្បូងតាស្អាតណាស់តើវាមានម្ចាស់ដែរទេណោះអោម្ចាស់ទឹកម្ចាស់ដីអើយតើត្បូងនេះមានម្ចាស់ទេខ្ញុំសំប៉ះតែបន្តិចទេណា ឃើញថាកញ្ជ្រោងគ្មានក្តីលុបលុនអរិយភ្នំក៏បានបង្ហាញខ្លួនចេញមក សត្វកញ្ជ្រោងអញពិតជាសត្វដែលមិនចេះចង់បានមែនអញក៏មានចិត្តស្មោះត្រង់ណាស់ដែរតែលោកជានរណាយើងគឺជាអរិយភ្នំយើងសួរឯងតើឯងចង់បានត្បូងដែលជាប់នៅក្នុងកន្លៀតថ្មនោះដែរទេអអត់ទេព្រោះខ្ញុំមិនដឹងជាយកវាទៅធ្វើស្អីផងយើងប្រាប់ឯងទៅចុះត្បូងនេះអាចឲ្យឯងស្ដាប់ឮបានឆ្ងាយណាបើមានអ្នកណាមានបំណងមិនល្អលើឯងនោះឯងនឹងស្ដាប់ឮភ្លាមអស់ចាមែនហើយតែខ្ញុំនៅតែមិនចង់បានទេលោកអរិយភ្នំឥឡូវគិតអញ្ចេះទៅឯងយកវាទៅប្រើសិនក៏បានលុះបានជួបនឹងបរិសកំសត់ម្នាក់សូមឯងបកលឲ្យទៅគេចុះបើបែបនោះខ្ញុំយល់ព្រមហើយខ្ញុំនឹងរក្សាទុកឲ្យគេយ៉ាងពិតប្រាកដល្អណាស់ចូលកញ្ជ្រោងឯងទទួលយកចុះ ពលចាប់ហើយអរិយភ្នំក៏បានធ្វើឲ្យត្បូងនោះចេញពីគម្លាតថ្មឬក៏បានហោះសម្ដៅទៅកាន់កញ្ជ្រោងភ្លាមមួយរំពេច ត្បូងនេះនឹងសម្រេចរឿងមួយដល់បុរសនោះលុះអស់កិច្ចការហើយវាក៏រលាយដូចគ្នាបាទខ្ញុំយល់ឲ្យលោកអរិយភ្នំចូលឯងទៅចុះ កញ្ជ្រោងចេះតែដើរទៅហើយក្នុងពេលនោះវាក៏បានឃើញស្វានិងដំរីនិយាយគ្នាពីរឿងអ្វីម្យ៉ាងទៀតហើយ សង្ស័យតែនិយាយដើមគេទៀតហើយអូមែនហើយត្បូងទឹកបើឯងពិតជាជួយឲ្យស្ដាប់ឮមែនសូមឲ្យយើងស្ដាប់ឮពីការនិយាយរបស់ពួកគេផងចុះ ដោយការចង់បានមែនកញ្ជ្រោងនៅពីចម្ងាយដ៏សែនឆ្ងាយសោះតែវាបានឮយ៉ាងច្បាស់ទាំងអស់ថា ខ្ញុំចង់ឃើញកញ្ជ្រោងនោះវាងាប់ណាស់វានោះមិនល្អទេតែណែឮថាថ្ងៃមុនណាដើរជាប់អន្ទាក់ទៀតផងអើយមិនក៏អីមួយយ៉ាងទៀតណាថ្ងៃមុនកើតជំងឺស្អីមិនដឹងទេសរសៃទាញត្រើតតែម្ដងឃើញហើយចង់តែសើចទេ សត្វទាំងពីរក្បាលនេះឆ្អិនក្បាលស៊ីក្បាលឆ្អិនកតុយស៊ីកតុយមែនអាក្រក់ណាស់នៅមុខតសើនៅពីក្រោយនិយាយដើមឯងលង្ហុយចាំមើលណាលេងមកក្បាច់សិនទុកឲ្យជាមេរៀននោះអី ពលហើយកញ្ជ្រោងក៏បានដើរចូលជាថ្មីឬក៏បាននិយាយថា
អ្នកបងស្វាខ្ញុំមានផ្លែចេកភ្នំច្រើនណាស់មកជាមួយខ្ញុំមកខ្ញុំជូនខ្លះ អើយមិនក៏អីលបងតោះអញ្ចឹងមានតែលបងទេដែលល្អជាងគេនោះឆាប់ឡើងខ្ញុំឃ្លានណាស់ បាទចំណែកអ្នកបងតម្រៃចាំសិនណាចាំអាសៀលបន្តិចចាំខ្ញុំយកទៅជូន ចោមិនអីទេលបងទៅសិនចោះ ក្នុងថ្ងៃនោះកញ្ជ្រងដឹងថាស្វាមកជានិយាយមិនល្អពីដំរីប្រាប់ខ្លួនទៀតហើយហេតុនេះវាក៏បានលាក់ត្បូងជាប់នៅក្នុងខ្លួនដំរីក្នុងចេតនាឲ្យដំរីស្ដាប់ឮទាំងអស់តែម្ដង នោះជាចេកដែលខ្ញុំបេះអ្នកបងឆៃចុះហើយបើមានអីចង់ប្រាប់ក៏ប្រាប់មកខ្ញុំចាំស្ដាប់ជានិច្ច អូយតនងណាស់ឃ្លានមែនតើអមែនហើយលបងតនេទេបើតនេនិយាយដើមដំរីជាមួយគ្នាណា តែខ្ញុំគ្មានអីនិយាយផងហ្នឹងត្បិតអីខ្ញុំមិនដែលជួបបងតម្រៃញឹកញាប់ដូចជាបងទេខ្ញុំប្រកែតែស្ដាប់ប៉ុណ្ណោះ អើយថាអញ្ចឹងក៏ត្រូវដែរលបងមិនដឹងទេអីតែខ្ញុំវិញណាគឺដឹងទាំងអស់នាងដំរីមៀតធំនោះធំតែមៀតទេតែវាល្ងងណាស់ អ្នកបងចេះតែនិយាយទេដឹង មិនទេនេះគឺជាការប៉ັດហើយបើជួសម្ដងស្អុយរាប់យោជឯណោះគួរឲ្យស្អប់ណាស់អើយនេះហើយគឺជាហេតុផលដែលវាគ្មានប្តីនឹងឯង បាទអ្នកបងឆៃចុះខ្ញុំដូចជាចង់ទៅបេះបន្ថែមសិន អូយទៅចោះខ្ញុំចាំទីនេះណានឹងអាចបាននិយាយដើមដំរីមកធាត់នោះបន្តទៀត បាទ ដំរីវិញស្រាប់តែបានឮទាំងអស់វាខឹងនាងស្វាណាស់ហេតុនេះវាក៏បានដើរមករកស្វាតែម្ដងតែដើរបាត់បន្តិចវាក៏បានជួបនឹងកញ្ជ្រង អ្នកបងតាណាហ្នឹង គូទៅហែកមាត់ស្វានឹងណាវានោះនៅក្បែរខ្ញុំនិយាយដើមគេនៅក្បែរគេនិយាយដើមខ្ញុំវានោះមិនគួរឲ្យរាប់ទេ អ្នកបងគិតអញ្ចេះចុះអ្នកបងកំខឹងក្រែងឆាប់ចាស់ណាខ្ញុំបេះចេកជូនសិនយ៉ាងម៉េចយ៉ាងម៉ាចាំគិតទៀតទៅ សម្រាប់ចាស់មែនទេអូយព្រះអើយខ្ញុំមិនចង់ចាស់ទេអូយខ្ញុំមិនតាន់មានគូដោយឈ្មោលទេណា បើអញ្ចឹងបងនៅទីនេះសិនចុះខ្ញុំទៅតាមមួយផ្លែតទេ ចា កញ្ជ្រងក៏បានឆ្លៀតឱកាសនោះយកចេកជូនស្វានិងយកត្បូងទៅដាក់ជាប់ស្វាម្ដងទៀតរួចក៏បានវិលមកជួបនឹងដំរីដូចដើមយ៉ាងលឿន ខ្ញុំមកវិញហើយនេះជាចេកអ្នកបងមើលចុះវាធំហើយវែងហើយក៏ថ្លោះដែរអ្នកបងឆៃតាមចិត្តចុះណា លបងល្អមែនមិនដូចនាងស្វាសោះនិយាយដើមបងឡើងហុយពេលខ្លះនិយាយពីបងថាមាត់ស្រួចគូតស្រែងសម្ដីអាក្រក់ហើយនឹងចិត្តអាក្រក់ទៀតផង អ្នកបងឆៃយឺតបន្តិចទៅប្រយ័ត្នអួល អូយអរគុណហើយតែលបងដឹងទេនាងស្វាកំចលនោះមាត់ដាច់ណាស់រពើរពោចហើយដើរអួតថាខ្លួនស្អាតពូកែតែធៀបប៉ុតថាកំពូលមហាកម្រក់ថោកទាបគ្មានគូប្រៀបទេ ព្រោះត្បូងនៅចិត្តស្វាសម្ដីដំរីនិយាយនេះមិនអាចលាក់ស្វាចិត្តទេស្វាបានលឺទាំងអស់ហើយក៏មកទាំងកំហឹងខឹងឈួលជាខ្លាំង អ្នកបងតម្រៃអ្នកបងស្វាមកហើយប្រហែលជាគាត់យកចេកយកមកជូនអ្នកបងដែរទេដឹងនោះមើលចុះ អូឯណាអូមកមែនតើមកល្អណាស់កំពុងតែរោមុខផងខ្ញុំនឹងបណ្ដៅវាម្ដងទៅបានបើមិនចង់ទេវាមិនកាយចរិតអន់ចោលទេណែនាងដំរីល្ងងនាងមិនក៏និយាយដើមជើងទៅកើតនោះអើយនាងនេះអាក្រក់ណាស់អើយមើលយើងយកឈើចាក់តាជានាងម្ដងមើលអូយយើងក៏មិនលើកលែងឲ្យនាងឯងដែរនាងឯងនេះសំតែត្រូវ20ប្រម៉ោយទៅផ្សំមុខអើយជើសំដីក្រាន់បើណាស់អើយ អ្នកបងទាំងពីរកុំឆ្លោះគ្នាអីបានទេវាមិនសមទេណាពួកយើងជាសត្វព្រៃគួរតែចងមិត្តជាជាងចងសត្រូវទៅល្អ លោកបងមិនពាក់ព័ន្ធទេលោកបងថយចេញទៅ បើអញ្ចឹងខ្ញុំលាហើយសង្ឃឹមថាអ្នកបងទាំងពីរសម្រួលគ្នាផងទៅចុះ និយាយហើយកញ្ជ្រងក៏បានចាក់ចេញជាមួយត្បូងលែងវិលមកវិញទៀតហើយចំណែកសត្វស្វានិងដំរីវិញនោះក៏បានឆ្លុះគ្នាវាប្រឆាំងគ្នារហូតមានរបួសរៀងខ្លួននិងធ្លាក់ចូលទៅអូហូរនាំទៅឆ្ងាយ សុំទោសផងខ្ញុំគ្មានបំណងញុះញង់ឲ្យអ្នកបងឆ្លោះគ្នាទេតែនេះជាទម្លាប់អាក្រក់របស់ពួកអ្នកបងបើពួកអ្នកបងមិនទទួលមេរៀនខ្លះពួកអ្នកបងក៏មិនកែដែរសង្ឃឹមថាគ្រប់យ៉ាងនឹងល្អផងទៅចុះ
និយាយចប់កញ្ជ្រងក៏បានធ្វើដំណើរបន្តរហូតបានជួបនឹងបរិសម្នាក់ ហើយមិនដឹងថាបិសាចឥន្ទ្រីនោះយកព្រះមហេសីទៅដល់ណាទេខ្ញុំចំណាយពេលមកយូរហើយនៅតែគ្មានដំណឹងបន្តិចសោះតើលោកខ្វល់ខ្វាយពីរឿងអីដែរមើលទៅមុខលោកដូចជាសពប់សពូនដល់ហើយកញ្ជ្រងគឺខ្ញុំសាកល្បងបំពេញបេសកកម្មជូនព្រះរាជានឹងណាហើយបេសកកម្មនេះគឺខ្ញុំតាមរកព្រះមហេសីតើឯងបានដឹងដំណឹងទ្រង់ដែរទេខ្ញុំមិនបានដឹងទេតែខ្ញុំសុំសួរបន្តិចបានទេថាហេតុអីបានជាលោកសាកល្បងកិច្ចការនេះគឺដោយសារតែខ្ញុំក្រពេកខ្ញុំមានតែផ្សងព្រេងបើបរាជ័យក៏មិនអីតែបើជោគជ័យខ្ញុំក៏បានប្រសើរដូចគ្នាទេមើលទៅគេដូចជាបុគ្គលដែលអរិយភ្នំផ្ដែផ្ដាំនោះហើយ ស្របគ្នានោះដែរអរិយភ្នំក៏បានពោលឡើងចំណែកកញ្ជ្រងវិញនោះព្រមានត្បូងក៏បានលឺដោយត្រចៀកយ៉ាងច្បាស់ទៀតផងកញ្ជ្រងគឺបរោះនេះហើយដែលមាននិស័យចូលឯងនាំផ្លូវគេទៅចុះមុខជាទៅដល់ឋាននីតិបិសាចឥន្ទ្រីជាមិនខនចុះទិសដៅនៅទីណាទៅសូមបង្ហាញផងលោកអរិយភ្នំទិសនិរដីក្រោយមាត់ជ្រោះហើយត្រូវចុះតាមទឹកជ្រោះក្រោយជ្រោះនោះចុះអរគុណហើយលោកអរិយភ្នំកញ្ជ្រងតើឯងកំពុងតែនិយាយជាមួយនរណាគេនឹងខ្ញុំកំពុងតែសួររកម្ជោបាយពេលនេះឯងមានសង្ឃឹមហើយពួកយើងឆាប់ទៅណាកញ្ជ្រងគឺទៅជួយព្រះមហេសីនោះអីខ្ញុំដឹងតែត្រង់នៅកន្លែងណាហើយពិតមែនណាហើយតើឯងដឹងដល់របៀបណាទៅជឿខ្ញុំចោឆាប់ឡើងមកតាមខ្ញុំមកកុំរវល់តែអង្គអីចាំដល់ទីនោះចាំគិតទៀតបានធុនេះសម្រាប់ថាជឿលើកញ្ជ្រងព្រោះមើលទៅវាក៏មិនកុហកទេនិងមិនមានបំណងអាក្រក់អីដែរនោះក៏នៅខាងក្រោយជ្រោះនោះហើយទឹកធ្លាក់ខ្លាំងអញ្ចឹងតើពួកយើងអាចចូលបានដល់របៀបណាទៅមិនអីទេជ្រោះនេះបិសាចនោះគ្រាន់តែបំភាន់ភ្នែកយើងតែប៉ុណ្ណោះបើបែបនេះល្អណាស់កញ្ជ្រងតើពួកយើងអាចចូលបាននៅក្នុងពេលនេះមែនទេមែនហើយពេលនេះមិនត្រឹមតែព្រះមហេសីទេព្រះនាងក៏នៅខាងក្នុងនឹងផងដែរនេះឯងដឹងបានដោយរបៀបណាទៅនេះគឺត្បូងនេះដែលបដាលឲ្យតិចទឹកកាន់វាទៅលោកមុខជាបានលឺច្បាស់ជាមិនខានដោយកញ្ជ្រងពលអញ្ចឹងគ្រានោះធុនីក៏បានស្ដាប់ឮថាព្រះមេដាបាត់ដូចជាភ័យណាស់កុំភ័យអីបុត្រីព្រះអង្គមុខជាបញ្ជាឲ្យសេនានិងអ្នកក្លាហានមកជួយពួកយើងមិនខានទេណាព្រះមេដាចាប់ឲ្យគ្មានមនុស្សបាននឹងតើពួកយើងនឹងត្រូវបង្ហោឈាមឲ្យបិសាចឥន្ទ្រីបង្កើនកម្លាំងទីនេះមែនទេតម្រាំតែដល់ព្រះច័ន្ទពេញវងពួកយើងមុខជាអាចរួចផុតពីការស្លាប់មិនខានទេបុតស្ងប់ប្រតិសិនចោមេដាបុតសុំព្រះជាទានតោបុតសុំព្រះជាទានតោផងព្រះបើបុតមិនចេះរឹងរូសក៏មិនជប់រឿងបែបនេះដែរបុតនៅក្មេងមេដាមិនបន្ទោសបុតទេណាធុនេះក្រោយលីហើយគាត់ក៏បានពោលថាពិតជាមានព្រះមហេសីនឹងពនាងមែនហើយគ្មានវត្តមានបិសាចទេខ្ញុំទៅជួយពួកទ្រង់សិនណាសម្លាញ់រីកដែលបានស្គាល់ហើយត្បូងនេះខ្ញុំបកលជូនលោកហើយណាសំណាងល្អហើយចុះឯងតាណានឹងនេះឯងទៅជាមួយគ្នាទេមែនទេយើងជាកញ្ជ្រងធម្មតាយើងជាសត្វព្រៃដូច្នេះយើងចង់រីករាយតាមបែបរបស់យើងម្យ៉ាងបើមាននិស្ស័យគង់តែបានជួបគ្នាទៀតទេខ្ញុំយល់ហើយបើអញ្ចឹងសំណាងល្អណាកញ្ជ្រងណែនិយាយអញ្ចឹងបើសិនជាបានជួបនឹងបិសាចឥន្ទ្រីឯងយកត្បូងនេះគប់បិសាចនោះចុះវានឹងរលាយទៅជាមួយគ្នាហើយសំណាងល្អណាលាហើយបានសំណាងល្អដូចគ្នាក្រោយលីគ្នាហើយធុនីក៏មិនបង្អង់យូរដែរគាត់ក៏បានប្រញាប់ចូលទៅសង្គ្រោះទ្រង់ទាំងពីរចេញពីក្រញាំបិសាចតែម្ដង
សូមថ្វាយបង្គំព្រះមហេសីសូមថ្វាយបង្គំព្រះនាង តើលោកជាអ្នកណាលោកមកជួយពួកយើងមែនទេ ពិតមែនហើយក្រាបទូលសូមស្ដេចយាង តែលោកបន្តិចទៀតបិសាចមកជាមកហើយពួកយើងមិនអាចគេចចេញតាន់បានទេលោកលាក់ខ្លួនសិនទៅណាព្រះនាងមិនតាន់ពលចាប់ផងស្រាប់តែបិសាចឥន្ទ្រីក៏បានមកពិតមែន យើងមកវិញហើយទ្រង់ទាំងពីរសោយអាហារនេះចុះ យើងមិនសើចទេយើងសុខចិត្តស្លាប់ល្អជាង ទ្រង់ត្រូវតែសោយបើមិនសោយទ្រង់មុខជាគ្មានឈាមដ៏ស្រស់ក្រហមល្អនោះទេ មែនហើយព្រោះយើងមិនចង់ឲ្យសុខភាពរបស់យើងល្អក្នុងការផ្ដល់ឈាមឲ្យតែឯងនោះអី មាត់រឹងណាស់គ្រាន់បើមែន បិសាចកំខឹងអី តែយើងអាចទប់មិនខឹងបានក្នុងខណៈដែលព្រះនាងផ្កើននឹងយើងបានមែនទេ ឃើញថាបិសាចឥន្ទ្រីកំពុងតែខឹងបិសាចកាន់តែមិនចាប់អារម្មណ៍ថាធុនីនៅទីនោះឡើយឃើញបែបនេះធុនីក៏បានយកត្បូងគប់បិសាចឥន្ទ្រីតែម្ដង អ្នកណាគេធ្វើអីយើងអូយក្តៅណាស់អូយឈឺណាស់អូយ មិនដែរត្រង់តូចចាស់បរោះនៅប៉ាត់ជាពូកែមែនសម្រាប់ហើយសូមអរគុណអ្នកកំឡោះណា ទ្រង់កំគួរសមអីស្ដេចយាងក្រាបទូលបង្គំជូនទ្រង់យាងទៅនគរវិញ តែលោកទឹកជ្រោះធ្លាក់ខ្លាំងណាស់តើចេញទៅបានដោយរបៀបណានោះ ជាជ្រោះនិមិត្តដើម្បីឃុំទ្រង់មិនឲ្យយាងចេញទៅទេពេលនេះសូមទ្រង់ទុកប្រតិចុះគ្មានទឹកអីទេក្រាបទូល បើបែបនោះមែនសូមនាំពួកយើងចាក់ចេញផងទៅណាអ្នកកំឡោះ សូមស្ដេចយាងក្រាបទូល បន្ទាប់ពីជោគជ័យលើបិសាចឥន្ទ្រីធុនីក៏បានជូនព្រះមហេសីនិងព្រះនាងជាងទៅកាន់នគរវិញដោយការដឹងគុណព្រះរាជាក៏ប្រទានមាសប្រាក់ឋានៈនិងរៀបអភិសេកធុនីនិងព្រះនាងក្នុងគ្រានោះទៅ ប្រសើរណាស់ទីបំផុតជោគជ័យហើយសូមមានសំណាងល្អណាស់ជួបគ្នាឆាប់នាពេលខាងមុខនេះចុះ កន្លងទៅមួយរយៈកញ្ជ្រោងដ៏ល្អមួយក្បាលនោះក៏បានលាចាក់លោកទៅហើយជាបនព្រេងវាសនាក៏បានចាប់កំណើតក្នុងផ្ទៃរបស់ព្រះនាងខ្លាចជាព្រះបុត្រាដ៏ល្អនិងពូកែក៏ជាទីគោរពនិងស្រឡាញ់ទៀតផង